តម្រងនោមជាសរីរាង្គមួយដែលសំខាន់នៅក្នុងខ្លួនមនុស្សយើងវាមានតួនាទីសំខាន់ជាច្រើនដូចជាចម្រោះឈាមដើម្បីបញ្ចេញកាកសំណល់ផ្សេងតាមរយៈទឹកនោមរក្សាលំនឹងជាតិទឹកនៅក្នុងខ្លួនរបស់យើងដោយវាធ្វើការច្រោះជាតិទឹកដែលលើសនៅក្នុងរាងកាយចេញមកក្រៅតាមរយៈទឹកនោមតួនាទីក្នុងការបញ្ចេញអរម៉ូនមួយចំនួនដូចជាអរម៉ូនផលិតគ្រាប់ឈាមអរម៉ូនគ្រប់គ្រងសម្ពាធឈាមនិងអរម៉ូនបំផ្លាញវីតាមីន Dមានមូលហេតុមួយចំនួនដែលបណ្ដាលឲ្យកើតមានជំងឺខ្សោយតម្រងនោមដែលក្នុងនោះមានដូចជាជំងឺទឹកនោមផ្អែមនៅពេលដែលអ្នកមានជំងឺនេះហើយមិនបានព្យាបាលនិងប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវនោះទេវានឹងធ្វើឲ្យអ្នកប្រឈមនឹងខ្សោយតម្រងនោមមូលហេតុដែលធ្វើឲ្យអ្នកងាយកើតជំងឺខ្សោយតម្រងនោមមួយទៀតនោះគឺជំងឺលើសសម្ពាធឈាមការមិនបានលេបថ្នាំបញ្ចុះសម្ពាធឈាមពីមួយពេលទៅមួយពេលធ្វើឲ្យប៉ះពាល់ដល់មុខងារតម្រងនោមយ៉ាងខ្លាំងដើម្បីដឹងពីកម្រិតនៃមុខងារតម្រងនោមរបស់អ្នកត្រូវធ្វើតេស្តមន្ទីរពិសោធន៍មួយចំនួនតេស្តរកមើលកម្រិតជាតិពុលក្នុងឈាមដូចជាក្រេអាទីនីននិងអ៊ុយរ៉េតេស្តរកមើលកម្រិតអេឡិចត្រូលីតដូចជាប៉ូតាស្យូមសូដ្យូមនិងក្លូរីននៅពេលដែលអ្នកមានជំងឺខ្សោយតម្រងនោមនោះវានឹងមានបញ្ហាមួយចំនួនកើតឡើងដូចជាបញ្ហាជំងឺស្លេងស្លាំងបញ្ហាជំងឺបេះដូងការចុះសម្ពាធឈាមឡើងសម្ពាធឈាមឡើងកម្រិតផូស្វ័រឡើងកម្រិតប៉ូតាស្យូមនិងងាយប្រឈមនឹងការឆ្លងរោគផ្សេងភាពស្លេកស្លាំងគឺជាផលវិបាកនៃជំងឺខ្សោយតម្រងនោមដែលបណ្ដាលមកពីការថយចុះនៃការបញ្ចេញអរម៉ូនផលិតគ្រាប់ឈាមដោយសារការថយចុះនេះហើយទើបទាមទារឲ្យអ្នកជំងឺចាក់ថ្នាំជំនួយគ្រាប់ឈាមដើម្បីបំពេញបន្ថែមអរម៉ូនដែលបាត់បង់នៅពេលដែលអ្នកមានភាពស្លេកស្លាំងវាងនឹងស្ដែងចេញនូវសញ្ញាមួយចំនួនដូចជាពិបាកដកដង្ហើមញ័រទ្រោងនិងវិលមុខ ន
ផលវិបាកមួយទៀតនោះគឺការប្រែប្រួលសម្ពាធឈាមដោយសារតែតម្រងនោមបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងលំនឹងសម្ពាធឈាមដែលអាចធ្វើឲ្យអ្នកចុះឬឡើងសម្ពាធឈាមការចុះសម្ពាធឈាមមានន័យថាកម្រិតសម្ពាធឈាមនៅទាបជាង90មីលីម៉ែត្របារ៉តនៅពេលដែលសម្ពាធឈាមរបស់អ្នកធ្លាក់ចុះនោះធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួនស្ងាត់បែកញើសត្រជាក់និងស្រវាំងភ្នែកជាដើមការឡើងសម្ពាធឈាមមានន័យថាកម្រិតសម្ពាធឈាមនៅខ្ពស់ជាង140មីលីម៉ែត្របារ៉តនៅពេលដែលសម្ពាធឈាមរបស់អ្នកធ្លាក់ចុះនោះធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួលខ្លួនឈឺក្បាលចង្អោរមុខឡើងក្រហមជាដើមបញ្ហាមួយទៀតដែលអាចកើតមានដោយសារការខ្សោយតម្រងនោមនោះគឺការចុះខ្សោយមុខងារបេះដូងការខ្សោយបេះដូងអាចធ្វើឲ្យមានការហើមរាងកាយពិបាកក្នុងការដេកនិងពិបាកដកដង្ហើមបញ្ហាមួយទៀតនោះគឺការកើនឡើងជាតិពុលក្នុងឈាមនៅពេលដែលជាតិពុលក្នុងទឹកនោមច្រើនកកុញនៅក្នុងខ្លួនធ្វើឲ្យអ្នកឈឺក្បាលនិងចង្អោរជាដើមដើម្បីជៀសវាងពីបញ្ហាផ្សេងៗដែលអាចកើតឡើងការកំណត់ទម្ងន់គោគឺមានសារៈសំខាន់ខ្លាំងណាស់ទម្ងន់គោគឺជាទម្ងន់នៅពេលដែលរាងកាយរបស់អ្នកមានលំនឹងជាតិទឹកល្អនិងបង្កើនសម្ពាធតិចតួចទៅលើបេះដូងតាមការណែនាំការឡើងទម្ងន់នៅចន្លោះពេលលាងឈាមពី1ទៅ1គួរតែឡើងប្រហែល 5% នៃទម្ងន់គោព្រោះពេលឡើងលើសនឹងធ្វើឲ្យការលាងឈាមមិនអាចដកយកជាតិទឹកបានគ្រប់គ្រាន់ធ្វើឲ្យហើមខ្លួនដើម្បីធ្វើការគ្រប់គ្រងជាតិទឹកកុំឲ្យលើសពី 5% នៃទម្ងន់គោលអ្នកត្រូវកំណត់បរិមាណជាតិទឹកឲ្យបានត្រឹមត្រូវតាមការណែនាំការទទួលទានជាតិទឹកប្រចាំថ្ងៃចាំបាច់តិចជាង500មីលីលីត្ររួមបន្ថែមជាមួយបរិមាណទឹកទៅតាមទឹកនោមប្រចាំថ្ងៃការទទួលទានជាតិទឹកលើសពីការណែនាំរបស់គ្រូពេទ្យនឹងធ្វើឲ្យកើនឡើងទម្ងន់និងបង្កើនសម្ពាធទៅលើបេះដូងការផឹកទឹកច្រើនអាចបណ្ដាលឲ្យសម្ពាធឈាមធ្លាក់ចុះពីព្រោះក្នុងកំឡុងពេលលាងឈាមម្ដងបរិមាណជាតិទឹកជាច្រើនត្រូវបានដកចេញ
ជាតិទឹកមិនមែនមានន័យថាទឹកសម្រាប់ផឹកតែមួយមុខនោះទេប៉ុន្តែអ្វីគ្រប់យ៉ាងដែលមានរួមបញ្ចូលសារជាតិទឹកដូចជាភេសជ្ជៈនិងអាហារផ្សេងឧទាហរណ៍បាយសម្លនិងផ្លែឈើជាដើមការទទួលទានជាតិទឹកតិចនៅចន្លោះពេលនៃការលាងឈាមមួយទៅមួយទៀតគឺធ្វើឲ្យការព្យាបាលកាន់តែប្រសើរឡើងនិងកាត់បន្ថយបញ្ហាមួយចំនួនដែលអាចកើតមានក្រៅពីការគ្រប់គ្រងជាតិទឹកការគ្រប់គ្រងអាហារប្រចាំថ្ងៃក៏ជាផ្នែកមួយដ៏សំខាន់ផងដែរចូលកំណត់ការទទួលទានអាហារទៅតាមការណែនាំរបស់គ្រូពេទ្យដូចជាត្រូវទទួលទានសាច់ឬត្រីឲ្យបានត្រឹមត្រូវព្រោះពេលទទួលទានច្រើនគឺមិនល្អសម្រាប់មុខងារតម្រងនំនោះទេត្រូវទទួលទានបាយឲ្យបានត្រឹមត្រូវតាមបរិមាណកំណត់ព្រោះការទទួលទានបាយច្រើនមានឱកាសច្រើនក្នុងការធ្លាក់ចុះមុខងារតម្រងនោមតាមការណែនាំការទទួលទានជាតិប្រៃប្រចាំថ្ងៃគឺតិចជាង5ក្រាមព្រោះការទទួលទានជាតិប្រៃច្រើនធ្វើឲ្យអ្នកស្រេកទឹកខ្លាំងពេលអ្នកផឹកទឹកច្រើនធ្វើឲ្យឡើងទម្ងន់និងហើមជៀសវាងការទទួលទានអាហារដែលសម្បូរជាតិផូស្វ័រដូចជាត្រីងៀតកូនត្រីថ្លើមសត្វនិងត្រីខកំប៉ុងឬអាហារកែច្នៃផ្សេងព្រោះអាចធ្វើឲ្យឆ្អឹងផុយងាយបាក់និងប៉ះពាល់សុខភាព